ចម្រើនពរញាតិញោមអាត្មាសូមជួយឲ្យញាតិញោមជួយចុច share វីដេអូម្នាក់មួយផងអា share របស់ញាតិញោមគឺមានសម្រាប់សំខាន់ខ្លាំងណាស់សម្រាប់វត្តសវណ្ណបារមីស្រីធីតារាមហៅវត្តស្លាកែតក្រុងនឹងខេត្តបាត់ដំបងនេះជាមហាកុដិកំពុងសាងសង់បណ្ដោយ30ម៉ែត្រទៅទិង18ម៉ែត្រសូមញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជួយចូលរួមផងខ្ញុំបការណាខ្ញុំបាទសូមក្រាបនមស្ការនិងថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គនិងជម្រាបសួរពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាបាញ់មិញនេះជាសង្ឃដីការបស់លោកម្ចាស់តូចកំពុងមានសង្ឃដីកាអញ្ចឹងដោយសារតែលោកម្ចាស់គង់នៅទីនេះអញ្ចឹងប្រកែលោកម្ចាស់ឲ្យជួយបញ្ចេញយោបល់បន្តិចដើម្បីឲ្យពុទ្ធបរិស័ទកាត់សេចក្តីជ្រះថ្លាទៅតាមសម្លេងណាបងប្អូនសូមរីករាយជ្រះថ្លាខ្ញុំបការណាសូមនមស្ការលោកម្ចាស់តូចតើជាបញ្ហាអ្វីខ្លះដែលលោកម្ចាស់ដែលមកគង់ស្នាក់នៅសិក្សារៀនសូត្រនៅទីនេះលោកម្ចាស់ផលលំបាករបស់អាត្មាក៏ដូចព្រះសង្ឃគ្រប់អង្គដែរទី1គឺខ្វះខាតចង្ហាន់ទី2គឺកន្លែងគង់ស្នាក់នៅរបស់ព្រះសង្ឃគ្រប់ព្រះអង្គសូមញាតិញោមជួយឧបត្ថម្ភជ្រោមជ្រែងកសាងកុដិផងណាញាតិញោមសូមអរគុណញាតិញោមកុំភ្លេចជួយចុច share វីដេអូម្នាក់មួយផងសូមអរព្រគុណនិងអរគុណសម្រាប់ពុទ្ធបរិស័ទដែលបានចូលស្ដាប់និងទស្សនានៅក្នុងវីដេអូនេះខ្ញុំកណាសង្ឃឹមថាបងប្អូននឹងការសេចក្តីជ្រះថ្លាទៅតាមសម្លេងនិងរូបភាពទាំងអស់នេះដោយលោកម្ចាស់តូចកំពុងមានសង្ឃដីកាអញ្ចឹងសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះសង្ឃមកនៅទីនេះទី1គឺខ្វះខាតចង្ហាន់ទី2នឹងរឿងទីសនេសនៈចាំបាច់មែនទែនអញ្ចឹងឲ្យសូមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួយជ្រះថ្លាចូលរួមឧបត្ថម្ភជ្រោមជ្រែងទាំងអស់គ្នាណាបងប្អូនដើម្បីជាក្តីសង្ឃឹមដល់សាមណសិស្សគ្រប់អង្គដែលមកគង់បួសស្នាក់នៅបន្តការសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធកបឋមសិក្សាវត្តស្លាកែតក្រុងនៅខេត្តបាត់ដំបងនេះតែម្ដងអញ្ចឹងខ្ញុំណាសូមបញ្ជាក់ម្ដងទៀតថានៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតកំពុងមានការសាងសង់មហាកុដិដែលមានបណ្ដោយ30ម៉ែត្រទៅទិង18ម៉ែត្រនិងកម្ពស់3ជាន់កំពុងត្រូវការសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួយឧបត្ថម្ភជ្រោមជ្រែងទាំងអស់គ្នាណាបងប្អូនបញ្ជាក់ម្ដងទៀតថាកុដិនេះកំពុងត្រៀមបន្តចាក់ឡើងសន្លឹកប្រងសេជាន់ទី3ជាចុងក្រោយសូមប្រគេនបុណ្យនិងជូនបុណ្យពុទ្ធបរិស័ទទាំងអស់គ្នាសូមអនុមោទនា